ចឹងខ្ញុំធ្វើការប្រកាសសិនដែលមាន NE reminder និង SAM ស្មើ0.5អញ្ចឹងការបញ្ចូល N ដែល number ហ្នឹង scan period ចាប់ទៅអាញាត់ N ហើយកន្លែងនេះខ្ញុំនិយាយចឹងគឺខ្ញុំប្រកាសអាញាត់ X មួយទៀតដើម្បី change X ពី N មក X វិញណាអញ្ចឹងយើងយក X ទៅសិក្សាកំណត់លក្ខខណ្ឌរបស់វាគឺខ្ញុំ X មិនស្មើជាមួយ0បើវាស្មើ0អ្នកគ្នាវានឹងចាប់លក្ខខណ្ឌរបស់យើងហើយខ្ញុំដាក់លក្ខខណ្ឌបែបហ្នឹងបើគ្នាអ្នកគ្នាគឺ reminder កន្លែងនេះខ្ញុំយកចែកយកសំណល់ជាមួយនឹង10អ្នកគ្នាយក X ហ្នឹងចែកយ៉ាងសំណល់ជាមួយ10មកហើយខាងក្រោមយើងបូកអ្នកគ្នា30មក30បូក1 reminder តែ reminder ជាសំណល់ខាងលើហ្នឹងដែលយើងគេនៅឃើញហើយ30របស់យើងគឺពីដើមមក0ហើយអញ្ចឹងខាងក្រោមគឺចុងក្រោយគឺយើងសិក្សាទៅលើ x តែ x ឡើងនេះឲ្យស្មើប្រមាណអ្នកគ្នាអញ្ចឹង x ឲ្យវាស្មើជាមួយនឹង x ចែកនឹង10ចែកយកចលហ្នឹងហើយអ្នកគ្នាឥឡូវខ្ញុំព្រៀនយកចាប់ period d ហើយចាប់អាតម្លៃដែលយើងបញ្ចូល1 2 3 4ហ្នឹងមកហើយ period d មួយទៀតគឺយើងចាប់ទៅលើចម្លើយរបស់យើងនេះយើងមាន n យើងមាន30 n យើងបញ្ចូល30យើងកនេះហើយខ្ញុំធ្វើការរ៉ានអ្នកគ្នាខ្ញុំបញ្ចូល2 3 4អញ្ចឹងវានឹងបូកលេខ2 3 4នឹងឃើញ9អ្នកគ្នា2បូក3បូក4មិន9ប៉ុន្តែគេអត់ឲ្យចេញ2បូក3 4ទេគាត់ខ្ញុំបញ្ចូលលេខប៉ុណ្ណឹងមកវាឃើញចម្លើយយកមកឥឡូវខ្ញុំបញ្ចូលកូដចេះស្ដាយឥឡូវឧបមាថាខ្ញុំ enter n ឲ្យវា1 2 3ចឹងមកបើយើងគិតមកឃើញ6ណាអញ្ចឹង reminder របស់យើងគឺឃើញប្រហែល123ចែកនឹង10យកសំណល់ឃើញ3ឯសំណល់យើងក្រោមទៀតគឺ30យើងបានប្រហែល30បូកនឹង3 reminder យើងឃើញ30ឃើញ3ដូចគ្នាហើយ x 123ចែកនឹង10ចែកយកទៅឡើយអញ្ចឹងយើងឃើញ12ហើយសំណល់យកយកឯសំណល់សល់3នោះហើយអានេះខ្ញុំតាំងដោយ first ណាគ្នាហើយទី2យើងមកជុំទៀតហើយចឹង second វាមាន3ជុំណាគ្នាអញ្ចឹង reminder របស់យើងគឺយើងយកតម្លៃប្រហែលអ្នកគ្នាអត់យក123ទេ x ហ្នឹងគឺ x យើងសល់តែ12ទេអញ្ចឹងយក12យកមកចែកមក12ចែកពី110ឃើញបានវាមិនឃើញ2អ្នកគ្នាចែកយកសំណល់មិនឃើញ2យើងសិក្ខាដូចគ្នាអ្នកគ្នាយក12យកទៅសិក្សាយើងចែកពីលើដូចរូបមន្តនឹងគេនេះមុនហ្នឹងមកដូចគ្នាទេយើងចែកទៅឆ្លាតរបស់យើងនឹងឃើញ6ហើយបូកលេខហ្នឹងអញ្ចឹងវាទៅអគុណប៉ុណ្ណា